Ok នៅក្នុង Ubuntu by default user admin របស់យើងមានថា user root ត្រូវបាន disable អូខេអញ្ចឹងខ្ញុំបង្ហាញបងប្អូនអរគ្នាអំពីរបៀប enable user admin នៅក្នុង Ubuntu មានថា user root អញ្ចឹងនៅពេលដែលយើងតឡើងមក user ដែលយើងបាន set ដំបូងគេហៅថា user administrator ប៉ុន្តែយើងត្រូវប្រើជាមួយនឹង command មួយឈ្មោះថា sudo អូខេអញ្ចឹងបើសិនជាយើងអត់ចង់ប្រើ command sudo នឹងទេយើងត្រូវតែ enable root admin អូខេអញ្ចឹងខ្ញុំ log ចូលមកកាន់ Ubuntu របស់យើងខ្ញុំវាយ pool IT អូខេ password វាយ password មកអូខេអញ្ចឹងខ្ញុំបាន log ចូលទៅកាន់ Ubuntu របស់យើងហើយអញ្ចឹងជាក់ស្ដែងយើងកំពុងតែឈរនៅលើpool IT ណាយើងកំពុងតែឈរនៅលើ user pool IT អូខេអញ្ចឹងដើម្បីយើងអាច switch ចូលមកកាន់ user root បានណាទីមួយបងប្អូនត្រូវវាយ command មួយឈ្មោះថា sudo.s អូខេយើងវាយ sudo.s មកអញ្ចឹងកន្លែងនេះវាទី password របស់ pool IT អញ្ចឹងយើងត្រូវវាយ password របស់ pool IT ចូលមកអូខេអញ្ចឹងខ្ញុំវាយ password របស់ pool IT គឺខ្ញុំវាយអត់ត្រូវខ្ញុំសូមវាយម្ដងទៀតអូខេអញ្ចឹងនៅពេលដែលយើងវាយត្រូវហើយប៉ុន្តែយើងចាក់ស្ដាយយើងកំពុងតែចូលនៅលើ user root ប៉ុន្តែយើងនៅ profile របស់ user pool IT អញ្ចឹងដើម្បីចាក់ចេញពី profile យើងអាចវាយ exit មកនៅពេលដែលយើងវាយ exit បែបនេះគឺយើងនៅឈរមកកាន់ pool IT ដដែលទេយើងអត់ទាន់អាច switch ចូលទៅកាន់ user root បានទេអញ្ចឹងយើងចូលមកកាន់ user root ម្ដងទៀតខ្ញុំវាយ sudo មក sudo .s មកណាអូខេខ្ញុំវាយ sudo.s ហើយខ្ញុំធ្វើការ enter ខ្ញុំវាយ user ចូល user root ទេណាអូខេអញ្ចឹងយើងត្រូវការដាក់ password ឲ្យ user root ដើម្បីថ្ងៃក្រោយយើង switch ចូល root direct ហ្មងយើងមិនបាច់ឈរលើ profile pool IT ទេអូខេអញ្ចឹងដើម្បីអាចដាក់បានយើងវាយ sudo យើងវាយ sudo មកហើយយើងវាយ passwd ខ្ញុំវាយ sudo passwd ហើយយើងវាយ root មកណាយើងវាយ user root មកអញ្ចឹងវាឲ្យយើងដាក់ password ថ្មីអញ្ចឹងកន្លែងហ្នឹងយើងបញ្ចូល password ថ្មីមកអូខេអញ្ចឹងខ្ញុំដាក់ password root ដែរមក root ដូចគ្នាអូខេអញ្ចឹងខ្ញុំអាចចាក់ចេញមកខ្ញុំវាយ comment មួយដើម្បីចាក់ចេញអូខេអញ្ចឹងខ្ញុំវាយខ្ញុំវាយតា su ដកមកគឺចូល root sorry ខ្ញុំវាយ su ដកមកខ្ញុំវាយ password ឬក៏ខ្ញុំវាយ su root មកណាហើយខ្ញុំវាយ password root មកអញ្ចឹងខ្ញុំចូល user root ហើយខ្ញុំអាចចាក់ចេញទៅវិញមកអូខេមួយទៀតយើងអាចវាយsu ដកទៅទេមកក៏បានដែរហើយបន្ទាប់មកយើងអាចវាយ password pool IT មកអូខេខ្ញុំវាយម្ដងទៀត su ដកតមកទៀតខ្ញុំវាយ password pool ITអូខេ sorry កន្លែងនេះខ្ញុំវាយ su ហើយយើងវាយដកមកយើងវាយ password របស់ root ចឹងបានចូល user root មិនមែនវាយ password pool IT អញ្ចឹងកន្លែងហ្នឹងខ្ញុំច្រឡំអូខេអញ្ចឹងយើងវាយ password root ណាអូខេនេះជារបៀប switch user និងរបៀប enable user នៅក្នុង Ubuntu 24.04 ណាអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងរបៀប enable user root អញ្ចឹងបងប្អូនអាច enable បានអញ្ចឹងយើងមិនបាច់ចាំប្រើ command sudo ទេនៅពេលដែលយើង enable user root ណាអូខេបងប្អូនទស្សនាហ្នឹងកុំភ្លេច like follow និង subscribe ជា YouTube admin របស់ផងយើងនឹងជួបគ្នានៅវីដេអូក្រោយ